ក្រោយពេលយើងមានបញ្ហាជាមួយនឹងប្រទេសជិតខាង Thailand បាទអញ្ចឹងសម្ដេចហ៊ុនសែនលោកមានសារចេញព្រឹកមិញតែម្ដងបាទតោះឥឡូវខ្ញុំសូមអានជូនយប់មិញខ្ញុំបានចេញសារមួយហើយព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបកកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀតក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគីកម្ពុជាត្រូវធ្វើបាទនេះដល់កន្លែងចំណុចដែលសម្ដេចហ៊ុនសែនលោកលើកឲ្យផ្ញើជូនរាជរដ្ឋាភិបាលបាទតោះឥឡូវចំណុចទី1ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថាឈប់ប្រើទំនិញថៃជំនួសដោយការប្រើទំនិញក្នុងស្រុកនិងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃបាទនេះចំណុចទី1ណាបាទចំណុចទី2ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃដោយខិតខំរកទីផ្សារជូនប្រជាជនទាំងក្នុងស្រុកនិងក្រៅស្រុកបាទនេះចំណុចទី2ឥឡូវមើលចំណុចទី3បង្វែរអ្នកជំងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃមករកមន្ទីរពេទ្យក្នុងស្រុកឬទៅប្រទេសផ្សេងវិញទី4ត្រៀមទទួលយកនិងដោះស្រាយការងារជូនពលករដែលនឹងវិលត្រឡប់ពីប្រទេសថៃកម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្មទាំងក្នុងវិស័យកសិកម្មនិងសំណង់រាប់សិបម៉ឺនកន្លែងបងប្អូនពលករអាចចាក់ចេញមកកម្ពុជាមុនថៃបណ្ដឹងចេញដែលពេលនេះកំពុងទទួលការមើលងាយនិងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួនចំណុចទី5ក្នុងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវត្រៀម24ម៉ោងលើ24ម៉ោងដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពានចំណុចទី6បណ្ដាខេត្តនៅជិតព្រំដែនត្រូវត្រៀមជំនះប្រជាជនចេញមកកាន់តំបន់មានសុវត្ថិភាពនិងដោះស្រាយស្បៀងអាហារថ្នាំពេទ្យនិងសម្ភារៈចាំបាច់ផ្សេងទៀតបាទបើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញយើងគ្មានជំរើសក្រៅពីធ្វើការទាំងអស់នេះទេអញ្ចឹងសម្ដេចហ៊ុនសែនលោកបន្តប្រសាសន៍បន្ថែមចុងក្រោយខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិសូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតកម្មប្រឆាំងស្ថានទូតថៃក្រុមហ៊ុនថៃនិងជនជាតិថៃនៅកម្ពុជានិងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អមានតែក្រុមជ្រុលនិយមនិងយោធាមួយចំនួនប៉ុណ្ណោះដែលបង្ករឿងជាមួយកម្ពុជាព្រោះជាទម្លាប់រដ្ឋាភិបាលថៃមិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេបាទខ្លឹមសារខ្ញុំបានអានហើយចប់ហើយពីដើមមកចុងហើយសម្ដេចហ៊ុនសែនក៏មានសារជាភាសាអង់គ្លេសដែរបាទ